ខ្ញុំចាំថាខ្ញុំធ្លាប់ទៅសាឡនណាហើយខ្ញុំឮបងស្រីម្នាក់គាត់និយាយថាគាត់អាចបានទទួលបាច់ផ្កាឬមួយក៏កាដូអីពីប្តីរបស់គាត់ទេតែប្តីរបស់គាត់ស្រឡាញ់ខ្លាំងហើយគាត់គិតថាការឲ្យបាច់ផ្កាឬក៏កាដូផ្សេងៗនេះគឺជាការខ្ជះខ្ជាយលុយហើយរបស់ចឹងអត់តម្លៃទេទស្សនៈហ្នឹងអាចត្រូវសម្រាប់បងប៉ុន្តែមិនអាចត្រូវសម្រាប់មនុស្សគ្រប់គ្នាទេហើយក្នុងនាមជាអ្នកលក់ពេលឮអញ្ចឹងហើយមានអារម្មណ៍ថាចម្លែកបន្តិចខ្ញុំក៏ធ្លាប់ទទួលពាក្យហ្នឹងពីម្ដាយខ្ញុំដូចគ្នាខ្ញុំក៏បានបញ្យល់ទៅកាន់គាត់ដែរប៉ុន្តែគាត់អត់មានយល់ទេគាត់យល់ទេម៉ាក់ខ្ញុំមកខ្ញុំអត់តបើកលក់ក៏ប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមចេះធំខ្ញុំចេះទិញកាដូទិញអីឲ្យម្ដាយខ្ញុំហើយឪពុកខ្ញុំចេះឲ្យខ្ញុំកំងផ្កាកំងអីឲ្យម៉ាក់តាម៉ាក់ខរំភើបម៉ាក់រំភើបខុសពីធម្មតាទាំងដែលលុយអីក៏គាត់មានឲ្យអស់ដែរតែគ្រាន់តែគាត់ទទួលបានផ្កាស្រស់មកបាច់ជាមួយនំខេកមួយថ្ងៃ Valentine ណាគឺគាត់អញ្ញឹមអញ្ញែមែនតើហើយស្របពេលដែលគាត់បើក social media មកឃើញម្នាក់បង្ហាញក្តីស្រឡាញ់ទៅដល់ប្រពន្ធម្ដាយក៏ដូចជាមនុស្សជាទីស្រឡាញ់ហ្នឹងណាចឹងធ្វើឲ្យខ្ញុំដឹងថាការពិតអ្នកណាក៏ស្រឡាញ់ផ្កាអ្នកណាក៏ស្រឡាញ់កាដូដែរក៏ប៉ុន្តែសំខាន់បើស្រឡាញ់ឲ្យបានអត់ខ្ញុំសុំទោសបងបើសិនតែខ្ញុំនិយាយរឿងលើខ្ញុំឃើញបរិះខ្លះគាត់អត់ចេះទិញផ្កាឬក៏កាដូឲ្យប្រពន្ធទេប៉ុន្តែគាត់ចេះទិញឲ្យសង្សារគាត់ខ្ញុំនិយាយប៉ុណ្ណឹងយល់ហើយពួកគាត់ដឹងថាប្រពន្ធគាត់គិតថានឹងវាជារបស់ខ្ជះខ្ជាយតែប្តីហ្នឹងបាច់ទិញឲ្យដូចគេក៏បានដែរឲ្យតែសម្លាញ់អូនជូនអូនទៅញ៉ាំអីទៅអើយខ្ញុំឃើញក្នុងភ្នែកខ្ញុំគាត់តែចង់បញ្ជាក់ថារបស់មួយសិតតែមានតម្លៃទោះបីរបស់ហ្នឹងតម្លៃ500ឬក៏1000លុយខ្មែរក៏ដោយសំខាន់មនុស្សយើងនេះឲ្យតម្លៃវាខ្ញុំគិតថាមនុស្សស្រីគ្រប់គ្នាគឺស្រឡាញ់ការនឹងកាដូទោះបីជាយើងមានដល់ប៉ុណ្ណាក៏ដោយក៏បើសិនជាមានអ្នកណាគេឲ្យយើងនៅក្នុង occasional ពិសេសអញ្ចឹងណាគឺយើងរំភើបហ្មងសូម្បីតែខ្ញុំទោះបីជាខ្ញុំមានលទ្ធភាពទិញអីវ៉ាន់ទិញអីខ្លួនឯងទាំងអស់ក៏ដោយប្តីខ្ញុំទិញក្រែមខ្ញុំតែម្ដងក៏ខ្ញុំសប្បាយចិត្តដែរជូនបាច់ផ្កាឬមួយក៏កាដូនោះសាវរីផ្សេងអាចបង្ហាញពីសេចក្តីគោរពការស្រឡាញ់ឬមួយក៏ការគិតដល់ការជូនពរអញ្ចឹងទៅជួនកាលអ្នកខ្លះគាត់មានកម្មវិធីសម្ពោធហ្នឹងទៅយើងជូនផ្កាគាត់ដើម្បីជាការស្វាគមន៍ពីរបបថ្មីឡើងផ្ទះថ្មីឬមួយក៏ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ផ្ញើផ្កាមួយបាច់បញ្ជាក់ថាគេហ្នឹងគឺគិតពីយើងខ្ញុំគិតថាបងស្រីអាចដូរទស្សនៈហ្នឹងក៏ដូរទៅពួកឯងគាត់និយាយមិននិយាយតែខ្លួនគាត់ទេណាគាត់និយាយបែងទាំងអស់ហ្មងគាត់និយាយរបៀបថាមនុស្សស្រីដែលទទួលផ្កាឬមួយក៏កាដូអីពីប្តីគឺសិតតែមនុស្សស្រីដែលខ្ជះខ្ជាយលុយចង់បានអត្ថប្រយោជន៍និយាយទៅគាត់និយាយហ្នឹងគឺគាត់និយាយសំដៅ overall ហ្មងសូមបញ្ជាក់ថាគាត់និយាយហ្នឹងមិនគាត់ដឹងថាខ្ញុំជាអ្នកលក់ផ្កាណាខ្ញុំមានអាជីវកម្មឯណាព្រោះអីអ្នកកក់សនឯងសិតតែខ្ញុំជាម្ចាស់ដឹងថាខ្ញុំជាម្ចាស់ហាងផ្កាគាត់ដឹងហើយគាត់នឹងនិយាយចឹងទៀតគាត់វ័យប្រហែលល្បាក់បងខ្ញុំ5 6ឆ្នាំអីទេល្បាក់30ជាងណាក៏ប៉ុន្តែការគិតហ្នឹងអ្វីជំនាញមែនតើអត់ដឹងទេថាមនុស្សដែលស្រឡាញ់យើងណាកុំលឺតែយើងចង់បានអីយើងមិនបាច់ចាំនិយាយពេលខ្លះគេដឹងដែរបងប្អូនទស្សនៈហ្នឹងទៅបងនៅតែមានទស្សនៈបែបហ្នឹងអញ្ចឹងបានន័យថាអ្វីដែលខ្ញុំរៀនកន្លងមកមិនថាអត្តន័យនៃផ្កាស្រស់ផ្កាជ័រឬមួយក៏ផ្កាតាមកម្មវិធីផ្សេងអញ្ចឹងសិតតែអត់តម្លៃបងខ្ញុំយកលុយទៅរៀនអស់ច្រើនណាបងបើសិនជាបងបានមកស្តង់ខ្ញុំលក់ថ្ងៃ Valentine នៅក្នុងបរិយាទៀតណាបងសូម្បីតែលោកពូលោកអ៊ំដែលមានវ័យខ្ទង់ល្បាក់60 70ជាងអីហ្នឹងក៏ជើញមកដល់ហាងហើយក៏ទិញផ្កាដែរខ្ញុំសួរគាត់ថាលោកពូទិញឲ្យអ្នកមីងមែនគាត់និយាយថាទិញឲ្យមីងឯងមកបាច់ទិញឲ្យកូនស្រីពូបាច់ស្ដាប់មកខ្ជូតហ្មងសុំបីតែលោកអ៊ំអាយុ50 60ហើយក៏គាត់នៅគិតគូរដល់ប្រពន្ធនិងកូនស្រីគាត់ថ្ងៃសេចក្តីស្រឡាញ់ទៀតបើគួរតែគិតមើលទៅថាមិនដែរ